បាទសួស្តីបងប្អូនបាទថ្ងៃនេះយើងមកធ្វើការប្រៀបធៀបបាទ D100 ជាមួយនឹង D900 តិចបងប្អូនបាទD100 គឺជាប្រភេទ ampli ដែលអស់រួចដល់បាទអស់រួចចាប់ពីតូចរហូតដល់500វ៉ាត់អញ្ចឹងបងប្អូនបាទចំណែក D900 900ទៅឈ្មោះទេបងប្អូនបាទតែ D900 វាបំពាក់ជាមួយនឹង chip TPA 3116 D2 បាទអញ្ចឹងមានន័យថា IC ហ្នឹងគឺវាស៊ីភ្លើង 24V 10ស៊ីភ្លើង 24V 100វ៉ាត់បាទអញ្ចឹងគឺវ៉ាត់វាតូចជាងនេះបាទតែ D900 គឺវាប្រើ2គ្រាប់មានន័យថាមួយគ្រាប់វាប្រើសាប់មួយគ្រាប់ទៀតវាចែក50 50ប្រើសង់បាទអញ្ចឹងទៅ D900 គឺ200វ៉ាត់បាទតែនេះគឺអស់បានដល់500វ៉ាត់បាទអស់បានដល់500វ៉ាត់អញ្ចឹងកម្លាំងវាគឺអានេះខ្លាំងជាងបាទគ្រាន់ថាអានេះវាស្ពេចនៃការប្រើប្រាស់គឺវាអត់ដូច D900 បាទ D900 វាមានកន្លែងបើកសាប់វាចែកសាប់ចែកសង់ដាច់អញ្ចឹងតែនេះវាជាប្រភេទ mono ទេអញ្ចឹងទៅតម្លៃនេះវាធូរជាងតម្លៃ D900 បងប្អូនបាទតែបើគុណភាពឮសំឡេងឬក៏គុណភាពនៃការបុកបាសគឺអានេះអេមជាងបាទអេមជាងតែតម្លៃនេះធូរជាងបន្តិចបាទធូរជាងបន្តិចអញ្ចឹងពុកម៉ែបងប្អូនត្រូវការសាកអគុយឬក៏ត្រូវការមានឧបករណ៍ច្រើនចែកសាប់ចែកសង់ដាច់អាចមើល D900 តែពុកម៉ែបងប្អូនបាទមានតម្រូវការប្រើឧបករណ៍តែមួយទេឬក៏សង់មួយអាចមើល D100W នេះដោយសារសំឡេងវាលឺស្អាតមែនតើបាទបុកធ្ងន់លឺស្អាតមែនតើហើយតម្លៃធូរថ្លៃជាង D900 ទៀតអញ្ចឹងនេះគឺជាសំណួររបស់បងប្រុសនៅខាងខេត្តបាត់ដំបងឥឡូវខ្ញុំឆ្លើយជូនហើយបាទហើយសម្រាប់សប្តាហ៍ថ្ងៃនេះគឺខ្ញុំមាន D900 អធិស្ឋានបងប្អូនបាទមាន D100W និង D10OK នៅក្នុងស្តុកចំណែក D900 ខ្ញុំអត់ទាន់យកមកលក់ទេក៏ប្រហែលជានឹងមិនយកមកលក់ដែរបងប្អូនបាទដោយសារឃើញស្ពេចរបស់វានោះគឺវាមិនសមនឹងតម្លៃបាទមិនសមតម្លៃថ្លៃហើយឈីបវាតូចអញ្ចឹងហើយប្រហែលជាគិតថាអត់យកមកលក់ទេអញ្ចឹងបងប្អូនបើសិនជាចង់បាន D100 អាចមើលបងក៏ដូចជាជាងក៏ដូចជា page ក៏ដូចជា channel ផ្សេងអញ្ចឹងបងប្អូនបាទហើយចំណែករបស់ខ្ញុំប្រហែលជាអត់យកមកលក់ទេមិនថាថ្ងៃនេះឬក៏ថ្ងៃក្រោយដោយសារអីស្ពេចវាតូចហើយតម្លៃគឺថ្លៃបាទតម្លៃគឺថ្លៃអញ្ចឹងអានេះស្ពេចវាគឺអស់បានដល់500វ៉ាត់អញ្ចឹងគឺលើ D900 ឆ្ងាយបាទឆ្ងាយអានោះខ្ពស់បំផុតគឺ200វ៉ាត់អញ្ចឹងបងប្អូនបាទឬអេមបាទឬអេមបើយកទៅច្រៀងអេកូវាក៏ព្រោះដែរបាទព្រោះជាង D900 ផងបាទអញ្ចឹងសម្រាប់ D10 តម្លៃ60000រៀលបាទតម្លៃ60000រៀលព្រីដឹកចំណាននេះគឺតម្លៃ80000រៀលព្រីដឹកដូចគ្នាបាទព្រីដឹកដូចគ្នាបាទជាទូទៅគឺអត់ព្រីទេតែដើម្បីអបអរបនចូលឆ្នាំខ្មែរយើងខ្ញុំសម្រេចថាព្រីដឹកអញ្ចឹងបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនSubscribe ចំណែកខ្ញុំទុកទៅអត់ខុសទេបាទចំណែករបស់ខ្ញុំបាទគឺមានលក់គ្រឿងអេឡិចត្រូនិកបាទបន្តិចបន្តួចមិនច្រើនពេកទេបងប្អូនបាទតែនឹងមាន promotion រលមានបនទានអញ្ចឹងបងប្អូនបាទគឺអត់ចោលទេបាទខ្ញុំលក់អ្វីក៏ដោយក៏អត់ចោលដែរពីបុណ្យពីទៀនត្រូវតែ promotion ឬក៏ free ដាក់អីចឹងណាបងប្អូនបាទហើយជួនកាលក៏អត់មានបុណ្យក៏ខ្ញុំធ្វើ promotion ដែរដើម្បីអីដើម្បីជាការតបស្នងសងគុណដល់ពុកម៉ែបងប្អូនបានជួយ subscribe channel ក៏ដូចជាជួយ like page like អីចឹងបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចំពោះ D900 ក៏ដូចជា D10OK បាទប្រភេទ IC ធំអាចទៅខ្ញុំបានតាមលេខទូរស័ព្ទ09672983បាទ076026565244 09784232បាទលេខទាំង3ខ្សែនេះគឺសុទ្ធតែមាន Telegram អាចតាក់ទងមកតាម Telegram បានណាបាទអរគុណជម្រាបលា